ចិនផឹកស្រវឹងប៉ូលីសទាបង់2លានដោយគ្មានវិក័យប័ត្របើមិនបង់ស្ទូចឡានអត់ស្ដាយក្រោយទេណែគេទូរស័ព្ទចឹងបងនេះខាងបងឥឡូវមើលខាងនេះអត់ឲ្យបងស្ទូច2លានទៅអត់ទៅអត់ទៅមើលនេះបងប្អូនទៅខាងនេះថៃដល់ពេលនេះបងប្អូនមើលបងប្អូនកំពុងសំថៃដល់ពេលមកអូខេ你打我 OK 打打我想打我是不是我录了ផ្អើលទាំងកណ្ដាលអាត្រៀតករណីស្ត្រីម្នាក់ឈ្មោះស្រីពៅបានប៉ះពាក្យសម្ដីជាមួយនឹងកម្លាំងសមត្ថកិច្ចចរាចរណ៍ក្រុងប្រស័យហនុនៅជិតផ្លូវត្រីដូហ្វីនដោយគាត់បានលើកឡើងថាជនជាតិចិនបានបើកបរលើសជាតិអាល់កុល 0.68 មីលីក្រាមក្នុង1លីត្រខ្យល់ត្រូវផាកពិន័យ2លានរៀលប៉ុន្តែឲ្យចេញវិក័យប័ត្របង់ប្រាក់ឲ្យក៏មិនព្រមសូមបងប្អូនពិចារណាទាំងអស់គ្នាតើខាងណាខុសខាងណាត្រូវខ្ញុំមកមកខ្ញុំនិយាយឲ្យចែកពូចានឹងស្វឹងអស់កម្រិតប៉ុណ្ណាផ្លុំទៅអស់ជាប្រហែលខ្ញុំបងឲ្យប៉ុណ្ណឹងតែគាត់និយាយថាគាត់អត់យល់គាត់ចង់ប្រហែលតាមគាត់ប្រហែលតែខ្ញុំបងលើទាំងសងតែគាត់និយាយមកមើលងាយជនជាតិចិនគាត់នេះឥឡូវមកឲ្យនេះផ្លូវថៃដូហ្វេនេះហ្នឹងហើយអញឡៃតែអញតែសម្រាប់ប្រជាគេម៉ែអើយខ្ញុំអើយយើងមិនបងបងឲ្យលុយពេញលុយបងចង់បងប្រហែលក៏បងដែរប៉ុន្តែអត់មានតែហ៊ូហែកដាក់ប្រជាជនទេអាំងស្អីហ្នឹងហ៎តែខ្លួនឯងជាប៉ូលីសអាំងស្អីកែយកទៅលើយកទៅអត់ឲ្យយកឡានទៅអត់គប់កាត់យកបាត់ចេញមួយសិនមកជិះ把车给我不行车给我គាត់កាត់ទៅអត់ចាមែនសម័យFacebook ប្រាប់ទៅគាត់ចេញមួយសិនមកយកកណ្ដាស់ចេញកណ្ដាស់សិនណាមានសិទ្ធយកឡានទៅអត់យកទៅស្រួលទេអត់យកទៅស្រួលទេព្រោះពួកខ្ញុំបងបាន这手里面你把车给我ខ្ញុំបងបានប៉ុន្តែចេញកាយបាត់មកហ្នឹងហើយចេញកាយបាត់មក我给他500美金 OK不是你把车子给我去了គាត់ចេញកាយបាត់ទៅទៅទៅអីមកស្អែកនេះមកបងប្អូនឥឡូវជួយមើលនេះឥឡូវប៉ូលីសឆ្លៃតពេលខ្ញុំរករឿងហ៎បែបបងប្អូនជួយមើលទៅ你为什么给他车钥匙他拿走了你上我没有给他到谁在买刀没在来刀来刀来刀来谁到谁在到谁你们快点别人不要说了带个来让我买点不来我做你快点快买点不来你帮我买给你帮有了onจะใช้ถอยon ยกล้อเลยให้ถอยยกล้อ幫我個幫對ណែទាញទូរស័ព្ទចឹងបងបងប្អូនឥឡូវមើលនេះគ្រាន់តែអីគេគាត់ស្វឹងទៅស្គាល់ខ្ញុំបងលុយថ្លៃលុយប្រហែលគាត់ស្វឹងជាតិអាកុលប៉ុន្មានគឺខ្ញុំសងប៉ុណ្ណឹងតែឥឡូវយកមនុស្សមកខំមូលហេតុត្រូវខំមនុស្សនេះឥឡូវដោះសារចាញ់នេះឥឡូវមូលហេតុអីទេខ្ញុំអត់យល់តែច្បាប់ស្រុកខ្មែរគឺអញ្ចឹងមែនឬក៏យ៉ាងម៉េចខ្ញុំអត់យល់គាត់អត់មានបុកមនុស្សស្លាប់ទេគ្រាន់តែគាត់មានជាស្វឹងខ្ញុំទៅស្គាល់ហើយខ្ញុំក៏ព្រមបណៃដែលថ្លៃគាត់ស្វឹងបើកឡានដែរតែហេតុបើយកគាត់មកឃុំអញ្ចឹងសូមបញ្ជាក់ផងដែរថាករណីខាងលើនេះគឺបានកើតឡើងនៅយប់អាត្រៀតឈានចូលថ្ងៃទី3ខែកុម្ភៈឆ្នាំ2026ស្ថិតនៅក្នុងក្រុងប្រស័យហនុ